Chẳng dươngចូលមេរៀនទី124យើងនឹងសិក្សាអំពីការ set role របស់ user មាន set role របស់ user គឺយើងចង់និយាយថាតើ user ហ្នឹងគាត់អាចចូលប្រតិបត្តិការនេះបានអត់គាត់អាចបញ្ចូលប្រតិបត្តិការនេះបានអត់និយាយរួមថាប្រតិបត្តិការណាខ្លះដែលយើងអនុញ្ញាតឲ្យគាត់ចូលប្រើប្រាស់បានហើយប្រតិបត្តិការណាខ្លះដែលយើងមិនអនុញ្ញាតអញ្ចឹងនៅក្នុងការកំណត់ role របស់ user យើងចែកចេញជាពីរដំណាក់កាលទី1ជាការស្នើសុំមានន័យថាជាការស្នើសុំរបស់ manager ជាអ្នករៀបចំអានឹងមកហើយបន្តមកទៀត director គាត់នឹងធ្វើការ approve ពីព្រោះសិទ្ធិនៅលើ director ទាំងអស់ប៉ុន្តែ director គាត់មិនមានពេលវេលាណាមកអង្គុយ set មើលការខុសត្រូវច្រើនពេកទេគាត់តែគ្រាន់តែថាគាត់ approve ឬក៏អត់ឲ្យគាត់ដឹងតែប៉ុណ្្នឹងឯងតែកិច្ចការជាទូទៅគឺកិច្ចការនៅលើ manager ជាអ្នកធ្វើហើយនឹងសុំការអនុញ្ញាតខ្លះពី director ដើម្បីឲ្យ director គាត់បានដឹងថាវាយ៉ាងណាកុំឲ្យ user គាត់អង្គុយកំណត់manager គាត់អង្គុយកំណត់ចុះឡើងតែម្នាក់ឯង director ក៏អត់ដឹងណាអញ្ចឹងសិទ្ធិយើងចង់រុញការទទួលខុសត្រូវនឹងទៅឲ្យ director គាត់ទទួលខុសត្រូវតើ user ដែល director កំណត់មកបែបហ្នឹងតើគាត់ព្រមឬមិនព្រមអញ្ចឹងដំបូងផុតគឺយើងត្រូវកំណត់ចូលដំបូងគេផុតគឺ manager ជាអ្នកស្នើសុំមុនឧទាហរណ៍ថាឥឡូវយើងមាន user មួយដែលយើងបានបង្កើតថ្មីនេះ user នឹងអត់អាចចូលទិន្នន័យបានទេអញ្ចឹងយើងសាកទៅចូលកាន់ user នឹងមើល login ចូល user នឹងមកuser ឈ្មោះអីគេAXអញ្ចឹងយើងចូលមកហើយឡើយទៀតថាយើងចូល interval មួយ2000ចេះមកយើង save នេះ your username cannot insert item stock try another មានន័យថា user នឹងមិនអាចបញ្ចូលបានទេ user នឹងមិនអនុញ្ញាតឲ្យបញ្ចូលប្រតិបត្តិការបានទេមានថាប្រតិបត្តិការណាចូលបានដែរអញ្ចឹងដំបូងផុតដើម្បីឲ្យគាត់ចូលបានអញ្ចឹង director គាត់ត្រូវស្នើសុំនៅពេលដែលគាត់ទី1គាត់បង្កើត director គាត់បង្កើត user នឹងហើយនៅពេលដែលគាត់បង្កើត user នឹងហើយ director ត្រូវ approve user នឹងទៀតថា user នឹងអនុញ្ញាតឲ្យចូលប្រើប្រាស់កម្មវិធីបានប៉ុន្តែអត់ទាន់គាត់ថាចូលមកបានទេប៉ុន្តែអត់ទាន់ create ប្រតិបត្តិការបានទេអញ្ចឹងត្រូវរងចាំ manager គាត់កំណត់សិទ្ធិទៀតថាឡើយ user មួយនឹងអាចចូលទៅកាន់ប្រតិបត្តិការណាខ្លះអញ្ចឹងដើម្បីកំណត់ថា user នឹងចូលទៅកាន់ប្រតិបត្តិការណាខ្លះអញ្ចឹងយើងមិនចាំបាច់ select លើ user នឹងទេយើងគ្រាន់តែចុច set role នេះមកយើង select ក៏បានមិន select ក៏បានយើងគ្រាន់តែចូល set role នេះមកអញ្ចឹងកន្លែងនេះ for user មានថាតើយើងកំណត់ទៅលើ user មួយណាឧទាហរណ៍ថាយើងកំណត់ទៅលើ user នេះអញ្ចឹងទី1ឡើងជាយើងជ្រើសរើសឈ្មោះ user ថាតើយើងនឹងកំណត់ទៅលើ user មួយណាអញ្ចឹងយើងកំណត់ user មួយនេះមុនគេសិនចឹង user ផ្សេងៗយើងកំណត់អស់ហើយប៉ុន្តែឥឡូវយើងនៅនេះអញ្ចឹងឥឡូវកន្លែងនេះវាមាន4ផ្នែកទី1 purchasing selling ហើយនឹង internal transaction ហើយនឹង credit service បើសិនជាយើងដោយសារកម្មវិធីយើងបានស្នើសុំគ្រប់ទាំង4ហ្នឹងមានន័យថា merchandise production ហើយនឹង credit service គឺយើងមានទាំងអស់អញ្ចឹងបានយើងឃើញគ្រប់ផ្នែកទាំងអស់វាលេចឡើងអញ្ចឹងឥឡូវយើងចូលទៅលើផ្នែកទិញសិនអញ្ចឹងនៅក្នុងផ្នែកទិញនេះវាមានទាំងអស់នេះមាន purchase order right side enter bill payment voucher pay bill អញ្ចឹងមក purchase return draft អីទាំងអស់នេះអញ្ចឹងយើងចុចយកផ្នែកទិញមួយសិនមកតមកយើងជ្រើសរើសថាតើឧទាហរណ៍ថាយើងទៅតែមិញ enter bill អញ្ចឹងយើងធ្វើតែ enter bill ឥឡូវយើងចូលទៅកាន់ enter bill សិនអញ្ចឹងតើ interval ហ្នឹងយើង manager គាត់ស្នើសុំ interval មួយអញ្ចឹង manager គាត់អត់អាចមក tick កន្លែងនេះឬកន្លែង approve របស់ director អញ្ចឹងអត់អាចធ្វើបានទេអញ្ចឹងបើសិនជាគាត់ចង់ select យកទាំងអស់គាត់ select all នេះចេញមកចូលទាំងអស់មកហើយបើគាត់ clear ទាំងអស់វិញទៅចុចទាំងអស់វិញទៅ
ប៉ុន្តែគាត់ជឿរើសមួយយើងចុចមួយចេះមកselect ចេះមកអាហ្នឹងចូលមួយឥឡូវយើងមួយទៅ interval មួយបានអញ្ចឹងយើងចុច interval ហើយតបមកយើងចុច save អញ្ចឹងនេះគ្រាន់តែជាការស្នើសុំឲ្យសួរថាឥឡូវនេះបញ្ចូលបានអត់នៅអត់តែដែរហ្នឹងអញ្ចឹងបន្ទាប់ពីស្នើសុំហើយ director នេះ director គាត់មកយល់ព្រមអត់អញ្ចឹងយើងខែកមើល director មកយើងមើលផ្នែកទិញហ្នឹងហើយអញ្ចឹងមានសំណើមួយមកចុះផ្សេងទៀតមានអត់មានទេអញ្ចឹងមានតែសំណើមួយនឹងមកឯងអញ្ចឹងបើ director គាត់ព្រមគាត់ tick នេះមកជួនកាត់ director គាត់ select ទាំងអស់ឬក៏ clear all អញ្ចឹងណាប៉ុន្តែកន្លែងនេះវាចូលតែកន្លែងណា select មកថាបើមាន select កន្លែងណាយើងចុច select all ចេះបានវា tick យកតែកន្លែងណាដែលអត់មានសំណើវាក៏វាអត់ tick យកដែរអញ្ចឹងវាយើងដោះដាក់ចេះមកឃើញទេអញ្ចឹងយើងចុចលើនឹងមកអញ្ចឹងយើងអូខេអញ្ចឹង director គាត់ព្រមអូខេអញ្ចឹងអូខេ director គាត់ចុច save អញ្ចឹងមានន័យថាឥឡូវពេលនេះ user មួ XX នេះគឺគាត់ save បាននៅមើលម្ដងទៀតយើងបាយនេះចូលមកវាមានលក្ខណៈពិសេសមួយទៀតចាំខ្ញុំប្រាប់ពីក្រោយតែឥឡូវយើង save នេះសិនអញ្ចឹង user នឹងប្រើបានណាអូខេផ្លុចអញ្ចឹងយើង save អញ្ចឹងឃើញចូលផ្លុចហ៎អញ្ចឹង user ដើម្បីកំណត់សិទ្ធិគាត់គឺយើងធ្វើបែបហ្នឹងឲ្យគាត់ចូលអាណាបានគឺ manager ជាអ្នកស្នើសុំមកហើយតមក director គាត់ជាអ្នក approve ចុះឥឡូវយើងចូលឧទាហរណ៍កន្លែងមួយហ្នឹងយើងមកថា director គាត់អត់ approve ឲ្យទេគាត់ដោះវិញគាត់អត់ព្រមវិញទេអញ្ចឹងគាត់ director គាត់ចូលមកដែលឡើងមកហើយតមកគាត់ដោះសិទ្ធិវិញដោះសិទ្ធិឲ្យគាត់ save ប៉ុន្តែឥឡូវជឿឲ្យ user ដែលហ្នឹងគាត់ទៅនេះហើយជឿបានទេប៉ុន្តែបើសិនជា director គាត់អូខេគាត់ approve ចូលពង save ពងអញ្ចឹងជាមួយនេះ save បានអត់ដល់ទៀត save បានអត់ហេ save បានឡើយឥឡូវគាត់ទៅដោះម្ដងទៀតទៅដោះចេញគាត់មកប្រើទេពងអញ្ចឹងគាត់ save ម្ដងទៀតហេអូខេអញ្ចឹងតាក់ទងជាមួយនឹងការកំណត់សិទ្ធិគឺប៉ុណ្ណឹងហើយជាទូទៅយើងត្រូវដឹងថាតើ user ណាយើងឲ្យធ្វើអី user ណាឲ្យធ្វើអីគឺ director ជាអ្នកស្នើសុំមកហើយបាន manager ជាអ្នកស្នើសុំមកហើយបាន director គាត់អូខេឬមិនអូខេអញ្ចឹងយើងមើលគ្រប់ផ្នែកទី1ផ្នែកទិញមានប្រតិបត្តិការប៉ុណ្នេះហើយផ្នែកលក់មានប្រតិបត្តិការទាំងអស់នេះហើយផ្នែក internal មានអីគេ general journal make deposit withdrawal transfer fund transfer inventory adjust inventory bill assembly អញ្ចឹងតើតងជាមួយនឹងការកំណត់សិទ្ធិរបស់ user ក្នុងការចូលទៅកាន់ប្រតិបត្តិការផ្សេងៗគឺយើងមាន